មកឥឡូវមកមើលពីការដូរអេក្រង់12 Pro Max មួយតែពិតអេក្រង់នេះវាប្រភេទជាអេក្រង់ស៊ីណិតទេតែក្រោយមកវាជត់ទឹកមិនដឹងម្ចាស់គាត់ទៅលេងទឹកមិនទេជត់ទឹកហើយក្រោយមកក៏ឡើងឆ្នោតបែបហ្នឹងទៅជាមួយចាស្ដែងហ្នឹងគឺកន្លែងខ្លះក៏ថាច់ចុចបានកន្លែងខ្លះក៏ចុចមិនបានហើយវាឆ្នោតបែបហ្នឹងឯងអញ្ចឹងត្រូវទៅដូរហើយនៅពេលដែលដោះចេញមកយើងមើលទៅវាស្អាតដែរតែវាមិនយកវាឆ្នោតហើយនឹងថាច់ចេញដើរហើយ ចំពោះកន្លែងនេះដែលវានៅជាប់អេក្រង់ហ្នឹងគឺជា sensor ត្រជាក់ហើយនិង Doppler តែនៅពេលដែលគេទេមកយើងស្ដាប់ហ្នឹងគឺចេញពីហ្នឹងឯងហើយចំពោះយើងប្រើ scan មុខអីអាហ្នឹងក៏វាពាក់ព័ន្ធគ្នាជាមួយនឹង scan ដែរបើសិនជាវាដាច់អីគឺឡើង scan ហើយដាច់ឬក៏ខូចអីហ្នឹងពេលខ្លះបើសិនជាយើងចូលទឹកអីកន្លែងហ្នឹងគឺធ្វើឲ្យទូរស័ព្ទយើងគឺឆេះរលត់ចេញផ្លែប៉មអាហ្នឹងក៏វាជាបញ្ហាមួយដែរនិយាយទៅវាសំខាន់ដែរ កន្លែងនេះវាមានខ្ចៅ4គ្រាប់យើងដោះវាចេញមកដើម្បីដោះ sensor នេះចេញយកមកដាក់ទៅនឹងអេក្រង់ទូរស័ព្ទថ្មីរូបរាងវាគឺបែបហ្នឹងឯងហើយយើងមើលទៅពេលខ្លះយើងដោះហ្នឹងគឺត្រូវតែប្រយ័ត្នបើដាច់ឬក៏បែកបាក់អីមួយហ្នឹងគឺពេលខ្លះអត់លឺមិនឬក៏ពេលខ្លះហ្នឹងគឺឆេះឡុតគឺវាសំខាន់មែនទែនកន្លែងហ្នឹងអូខេតាមពិតរូបរាងវាតែប៉ុណ្្នឹងទេហើយក៏វាងាយដាច់ដែរអានេះខ្ញុំដោះហើយខ្ញុំទុកវានៅមួយឡែកសិនទៅដើម្បីយកវាទៅដាក់នៅនឹងអេក្រង់ថ្មីហើយចំពោះអេក្រង់ទូរស័ព្ទគឺវាសល់ប៉ុណ្្នឹងឯងហើយនេះគឺជាអេក្រង់12 Pro Max អានេះជាអេក្រង់ប្រភេទអេក្រង់ថ្មីទេវាមិនមែនជាប្រភេទអេក្រង់ស៊ីនទេតែចំពោះប្រភេទអេក្រង់ស៊ីនទាំងអស់ដែលខ្ញុំធ្លាប់តេស្តមើលគឺប្រភេទនេះគេហៅ JK គឺគុណភាពវាល្អជាងគេទាំងសាច់ color ហើយនឹងយើងថាច់ហ្នឹងគឺ smooth ជាងគេហើយអត់ងាយនឹងមានបញ្ហាទេ ហើយបន្ទាប់មកយើងយកសំណុំ sensor ដែលនៅជាប់នឹងអេក្រង់មុនហ្នឹងយកមកដាក់នឹងអេក្រង់ថ្មីហើយចំណុចនេះក៏វាត្រូវប្រយ័ត្នដែរព្រោះពេលខ្លះយើងអាចនឹងធ្វើឲ្យដាច់តិចទៅក៏វាមានបញ្ហាដែរតែចំពោះការដាក់ហ្នឹងគឺវាងាយស្រួលជាងពេលដែលយើងដោះចេញព្រោះវាអត់មានអីជាប់តឹងឬក៏ជាប់កាវអីទេហើយអ្វីដែលយើងត្រូវប្រើហ្នឹងគឺខ្ចៅដើមមានគឺមួយលិខុបទៅ ព្រោះយើងធ្វើអញ្ចឹងដើម្បីឲ្យអបណែនហើយជៀសវាងការរង្គើហើយនឹងសលេងដែលយើងចេញទៅតិចយើងហ្នឹងក៏វាណែនល្អដែរបើចេះចំពោះខ្សែខាងលើហ្នឹងមាន4គ្រាប់ដែលយើងត្រូវមូលបញ្ចូលឡើងវិញអូខេឥឡូវមើលទៅឥឡូវយើងឆ្លើយវារួចរាល់ហើយតោះមកយើងធ្វើការយកទៅតេស្តជាមួយនឹងម៉ាស៊ីនផ្ទាល់ហើយនឹងមើលឃើញថាវាមានបញ្ហាថាច់ឬក៏បញ្ហាអីដែលវាដើរស្រួលអី ហើយនេះគឺស្ទះខាងលើនេះចាំបាច់មែនតើបើសិនជាអត់មាននេះគឺពេលខ្លះវានឹងអត់អប់ជាមួយនឹងម៉ាស៊ីនវាអាចនឹងអត់លឺឬក៏អត់ដើរ Wi-Fi ឬក៏កាមេរ៉ាមកវិញអត់ដើរនៅពេលដែលយើងចាប់ស្ទះហ្នឹងវាអត់អប់ល្អព្រោះពេលខ្លះយើងអាចនឹងធ្លាក់បន្តិចទៅវាអាចនឹងរបូតអានេះស្ទះគឺសម្រាប់បន្ទប់ឲ្យវាជាប់ជាមួយនឹងម៉ាស៊ីនស្ទះហ្នឹងមានពីរអានេះមានគឺជាផ្នែកខាងលើហើយមួយទៀតគឺផ្នែកខាងក្រោមតែអប់กับនៅជាប់នឹងអេក្រង់ អូខេបន្ទាប់យើងចាប់វាជាប់រួចហើយយើង check មើលទៅឃើញលោកមានជាប់ខ្ចៅជាប់អីចឹងទៅមុននឹងយើងកាប់វាចូលម៉ាស៊ីនឡើងវិញបន្ទាប់យើង check មើលអេក្រង់ហើយនឹងថាច់វាដើរល្អហើយយើងចាប់ខ្ចៅចូលវិញទៅខ្ចៅវានៅខាងក្រោមនោះគឺមានតែ2គ្រាប់ទេដែលតម្រូវឲ្យយើងចាប់ចូលវិញដើម្បីឲ្យវាអប់ចូលទូស្អាតនិងអត់លំបាកមកវិញអូខេចំពោះការដូរអេក្រង់12 Pro Max នេះមានតែប៉ុណ្្នឹងទេសង្ឃឹមថា អ្នកខ្លះអាចយល់ហើយនឹងអាចជួយខ្លួនឯងបានអូខេអរគុណ